មនុស្សម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាប្រធានក្រុមហ៊ុនថ្មីគឺជាប្រុសស្នេហ៍តាមអនឡាញដែលនាងបានបោះបង់ចោលកាលពី4ឆ្នាំមុនពេលឃើញភ្នែករបស់គេដែលពោពេញដោយការវាយលុកនិងការប្រកួតប្រជែងនារីនោះភ្លាមគ្មានអារម្មណ៍ក្នុងខ្លួនពីដើមពួកគេទាំងពីរគឺជាគូស្នេហ៍ផ្អែមល្ហែមស្រឡាញ់គ្នាខ្លាំងដល់ថ្នាក់និយាយអំពីការរៀបការប៉ុន្តែម្ដាយរបស់ប្រធានក្រុមហ៊ុនគិតថានារីមិនសមនឹងគេទើបយករឿងឪពុកនារីឈឺទៅការប្រាក់មុខជាអាវុធនាងផ្ដល់ប្រាក់មួយចំនួនដើម្បីលួងលោមឲ្យនារីនោះបែកពីប្រធានក្រុមហ៊ុននារីបានបដិសេធនិងមិនស្ទាក់ស្ទើរមិននឹកស្មានថាស្ត្រីចាស់មានផែនការបន្ទាប់ដោយយកទូរស័ព្ទបង្ហាញវីដេអូប្រធានក្រុមហ៊ុនសាក់រោគអាពាហ៍ពិពាហ៍ជាមួយនារីផ្សេងហើយកុហកថាគេជិតរៀបការជាមួយកូនស្រីគ្រួសារល្អនារីចង់ទូរស័ព្ទទៅសួរពិតប៉ុន្តែទូរស័ព្ទប្រធានក្រុមហ៊ុនមិនអាចតាក់ទងបាននៅពេលនោះខ្សែការពារចិត្តរបស់នារីត្រូវបានបំបែកទាំងស្រុងដើម្បីបង្ខំចិត្តចាក់ចែងនាងធ្វើជានារីកាចគិតតែលុយនឹងឆ្លោះគ្នាដើម្បីឲ្យបែកឆ្នាំនេះបញ្ហាគឺខ្ញុំដឹងអស់ហើយស្បែកជើងនេះអ្នកឲ្យខ្ញុំរកខ្ញុំទិញឲ្យអ្នកអាហារនេះខ្ញុំយកឲ្យអ្នកញ៉ាំសម្លៀកបំពាក់របស់អ្នកខ្ញុំដោះចេញខ្ញុំសងអ្នកវិញអស់ហើយខ្ញុំមិនយកទៀតទេគិតថាវិធីនេះអាចបែកបានតែពេលឆ្លោះទៅវិញទៅមកអារម្មណ៍ពិតក៏លេចចេញហើយទាំងពីរត្រូវគ្នាដាច់មិនផុតពេលប្រធានក្រុមហ៊ុនភ្ញាក់ឡើងនារីបានបាត់ទៅហើយនៅសល់តែប្រាក់100ដែលនាងទម្លាក់ចោលដូចជាការប្រមាថធ្ងន់ធ្ងរគេបដិញ្ញាថានឹងរកនាងឲ្យឃើញ4ឆ្នាំកន្លងទៅនាងគិតថាខ្លួនបានភ្លេចគេហើយតែសំបីតែសុបិនក៏ឃើញពួកគេឆ្លោះគ្នាពេលភ្ញាក់ឡើងនាងនិយាយថាគូសំណាងអាក្រក់បន្ទាប់មកនាងរកឃើញថាការិយាល័យនៅសល់តែខ្លួនឯងសួរឲ្យទើបដឹងថាមនុស្សទាំងអស់ទៅទទួលស្វាគមន៍ប្រធានក្រុមហ៊ុនថ្មីនារីសួរមិត្តរួមការងារចង់ទៅតែគេប្រាប់ថាប្រធានថ្មីជាមនុស្សមិនគួរទៅប៉ះពាល់តែនាងនិយាយថាពេលបែបនេះជាឱកាសបង្ហាញខ្លួនហើយអូសមិត្តរួមការងាររត់ទៅភ្លាមពេលឃើញមុខប្រធានថ្មីមនុស្សជាច្រើនភ្ញាក់ផ្អើលពិតជាស្ត្រីចាស់ជួបគ្នាវិញតែនាងមិនដឹងថាប្រធានក្រុមហ៊ុនស្វែងរកនាងអស់4ឆ្នាំហើយទិញក្រុមហ៊ុននេះដើម្បីធ្វើជាសៀវ4ឆ្នាំមកនេះគេមិនដែលភ្លេចនាងសូម្បីតែទៅសួរអំពីជាមតូចដែលនាងចូលចិត្តដឹងថាគេភ័យវាខ្លាំងបំផុតឥឡូវបានរកឃើញនារីដែលខូចចិត្តហើយផែនការតាមប្រពន្ធក៏ចាប់ផ្ដើមជំហានទី1គឺហៅនាងមកធ្វើជាលេខាខ្លួនតែនាងនៅតែចង់តស៊ូនាងគិតថាមិនចង់ធ្វើទេបុគ្គលិកផ្នែកធនធានមនុស្សស្ដាប់ហើយផ្ទុះកំហឹងនិយាយថាលែងធ្វើតែប្រធានក្រុមហ៊ុនយកម៉ាស៊ីនកិននាចេញដោយស្ងប់ស្ងាត់បើមិនលាលែងមុនគឺរំលោភកិច្ចសន្យាត្រូវសងប្រាក់ខែ24ខែសរុប432,000ដោយសារទំនាក់ទំនងចាស់គេបញ្ចុះត្រឹម2,000នាងត្រូវបង្ខំចិត្តព្រមក្រោយចេញពីការងារប្រធានធ្វើសេចក្តីសម្រេចផ្ទុយពីគ្រួសារឲ្យអ្នកបើកឡានទៅសួរសុខទុក្ខនាងអ្នកបើកឡានភ្ញាក់ផ្អើលប៉ុន្តែអនុវត្តតែនារីខឹងខ្លាំងចុះពីឡានហើយស្ដីបន្ទោសអ្នកបើកឡានមួយទំហឹងអ្នកមើលឲ្យច្បាស់នេះជាវិធីសួរសុខទុក្ខមែនទេចង់ជូនឡានក៏មិនដល់ផ្ទះនាងមិនចង់ទទួលប៉ុន្តែឃើញឡានខូចចុងក្រោយក៏ព្រមម្ដងទៀតតាមផ្លូវនាងត្អូញត្អែតែប្រធាននាងទៅនៅមុខឡានសួរអំពីការចាក់ចេញ4ឆ្នាំមុននាងចង់រុញគេចេញប៉ុន្តែមុខនឹងបូមាត់គេខិតចិត្តឡើងបេះដូងនាងក៏មិនស្ដាប់បញ្ជាអ្នកមិនទាន់ភ្លេចខ្ញុំទេមែនទេ